បែកគ្នាគឺបែបនេះសោះវណ្ណដាចេញបទថ្មីនិយាយអំពីក្តីស្នេហ៍តារាដែលបានបែកគ្នាក៏ធ្វើឲ្យ fan និយាយជជែកវែកញែកឥតឈប់ឈរថែមទាំងមានអ្នកខ្លះទៀតក៏ប្រឹងជជែកវែកញែករកខុសរកត្រូវទាំងในរឿងគេសោះដោយអត់ត្រូវមិនបានកញ្ញាឡូរិនក៏បានចេញមកបង្ហោះសារទាំងព្រឹកជឿជាក់ថាប្រិយមិត្តពុកម៉ែបងប្អូន fan ប្រកាសជាបានជ្រាបរួចមកហើយកាលពីយប់មិញនេះវណ្ណដាបានទម្លាក់បទថ្មីដែលបានបង្ហាញអំពីការឈឺចាប់តាមរយៈស្នេហាតារាដែលបានបែកបាក់គ្នាក៏បានធ្វើឲ្យមហាជនមានការជជែកវែកញែករកខុសរកត្រូវដោយមិនទុកចាំយូរកាលពីព្រឹកមិញនេះកញ្ញាឡូរិនក៏បានចេញមកបង្ហោះសារមួយដោយសំណេររបស់កញ្ញាឡូរិនបានសរសេរជាភាសាអង់គ្លេសបកប្រែជាភាសាខ្មែរដោយក្នុងសំណេរកញ្ញាឡូរិនបានសរសេរថាមនុស្សអាចនាំមកនៅភាពសុភមង្គលក៏ប៉ុន្តែគេឈ្មោះមិនអាចធ្វើឲ្យអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើត្រឹមត្រូវនោះទេមនុស្សមួយចំនួននឹងរងចាំការដួលរលំរបស់អ្នកគ្រាន់តែអ្នកខ្លះទៀតមនុស្សជំវិញកំពុងតែរងចាំផលប្រយោជន៍ស្គាល់អ្នកជាអ្នកណាហើយចងចាំអ្នកលើសពីរូបភាពដែលអ្នកបានបង្ហាញហើយនឹងចងចាំអ្នកថាអ្នកជាអ្នកណាចូលមានភាពស្មោះត្រង់ចំពោះខ្លួនឯងនិងអ្នកដទៃនៅទង្វើណាដែលអ្នកបានធ្វើនិងទទួលខុសនៅអ្វីដែលអ្នកកំពុងធ្វើពេលដែលអ្នកកំពុងតែមានការចាប់អារម្មណ៍ជាច្រើនសូម្បីតែរឿងតូចតាចបំផុតក៏คล้ายទៅជារឿងធំបានដែរអ្នកមិនអាចវវែងការឈឺចាប់របស់នរណាម្នាក់តាមរយៈការបង្ហាញរបស់នរណាម្នាក់នោះទេមនុស្សខ្លះទៀតអាចលាក់ការឈឺចាប់របស់ពួកគេបានរហូតដល់ពួកគេលែងចង់បង្ហាញ